គន្លឹះសំខាន់ក្នុងការពិនិត្យសុខភាពដីនិងការការពារសួស្តីបងប្អូនកសិករទាំងអស់គ្នាតើបងប្អូនធ្លាប់ឆ្ងល់ទេហេតុអ្វីទិញពូជល្អៗនិងជីថ្លៃៗយ៉ាងណាក៏ដំណាំនៅតែមិនសូវបានផលចម្លើយពិតប្រាកដគឺស្ថិតលើសុខភាពដីរបស់យើងដីមិនមែនត្រឹមតែជាកន្លែងសម្រាប់ដាំដុះទេប៉ុន្តែវាគឺជាប្រព័ន្ធអេកូឡូស៊ីដែលមានជីវិតការសម្គាល់ដីល្អដីដែលមានសុខភាពល្អគឺជាដីដែលផ្ដល់សារធាតុសំខាន់4យ៉ាងដល់ឫសដំណាំគឺទឹកសារធាតុចិញ្ចឹមខ្យល់និងមីក្រូសារពាង្គកាយដែលមានប្រយោជន៍តែយើងសម្គាល់ដីយើងដែលមានសុខភាពល្អរបៀបណាគឺយើងត្រូវមើលទៅលើពណ៌កម្មៅឬថ្នោតចាស់សន្តានផុសល្អនិងមិនហាប់ណែននិងជីវៈចម្រុះសម្បូរទៅដោយសត្វចិញ្រេនដែលជាអ្នកភ្ជួររាស់ដីតាមបែបធម្មជាតិអត្ថប្រយោជន៍ការងាកមកថែទាំដីគឺជាការវិនិយោគដ៏ឆ្លាតវៃបំផុតទី1វាជួយបង្កើនទិន្នផលដំណាំលូតលាស់លឿននិងធន់នឹងជំងឺទី2ចំណេញថវិកាបងប្អូនលែងសូវចំណាយច្រើនលើការទិញជីគីមីឬថ្នាំពុលនិងទី3ធន់នឹងអាកាសធាតុដីល្អអាចរក្សាសំណើមបានយូរនៅរដូវប្រាំងនិងការពារការហូរចោះទឹកនៅរដូវវស្សាវិធីសាស្ត្រថែទាំដើម្បីកែលម្អសុខភាពដីបងប្អូនអាចអនុវត្តវិធីងាយៗចំនួន5យ៉ាងទី1ប្រើប្រាស់ជីកំប៉ុស្តឬធ្យូងដើម្បីបង្កើនជាតិសរីរាង្គទី2ដំណាំគម្របដីដូចជាសណ្តែកដើម្បីការពារការក្តៅហួតហែងទី3ត្រូវចេះដាំដំណាំបង្វិលជៀសវាងដាំតែមួយមុខដដែលទី4កាត់បន្ថយការភ្ជួររាស់ជ្រៅឬប្រើគ្រឿងចាក់ធ្ងន់ជាន់ពីលើដីដែលធ្វើឲ្យដីហាប់ណែនទី5កាត់បន្ថយការប្រើជីគីមីលើសកម្រិតដែលសម្លាប់មេរោគល្អៗនៅក្នុងដីសូមចងចាំថាការប្រើជីគីមីប្រៀបដូចទៅជាការលេបថ្នាំបំបត្តិការឈឺចាប់មួយគេអញ្ចឹងប៉ុន្តែការថែទាំដីគឺជាការហាត់ប្រាណនិងការញ៉ាំអាហារបំប៉នដើម្បីភាពរឹងមាំយូរអង្វែងដីដែលមានសុខភាពល្អគឺជាមរតកដ៏មានតម្លៃបំផុតសម្រាប់កូនចៅជំនាន់ក្រោយៗ